កម្ពុជាបានអនុម័តគម្រោងវិនិយោគជាង600គម្រោងជាមួយទុនជាង $10,000 លានក្នុងឆ្នាំ 2025 ក្រោយពេលដែលសហរដ្ឋអាមេរិកដាក់ពន្ធតែ 19% លើទំនិញដែលនាំចេញពីកម្ពុជានៅថ្ងៃទី 24 ខែធ្នូឆ្នាំ 2025 នេះលោកឧបនាយករដ្ឋមន្ត្រីសុន ចន្ទថុលអនុប្រធានទី 1 ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានលើកឡើងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វិតម្លៃលើការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជាឆ្នាំ 2023-2024 នេះថាសមិទ្ធផលជាអាទិភាពដែលកម្ពុជាសម្រេចបានក្នុងពេលថ្មីៗនេះរួមមានការបំបែកកំណត់ត្រាជាថ្មីក្នុងឆ្នាំ 2025 លើការអនុម័តគម្រោងវិនិយោគបានរហូតដល់ជាង 600 គម្រោងដែលឆ្លុះបញ្ចាំងឲ្យឃើញពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជារួមជាមួយការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាមេរិកក្នុងអត្រាពន្ធ 19% ដែលកម្ពុជាគឺជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោកនាំមកនូវភាពច្បាស់លាស់និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិនក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2023 ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តគម្រោងវិនិយោគដែលមានលក្ខណៈគ្រប់គ្រាន់ចំនួន268គម្រោងឆ្នាំ 2024 មានចំនួន414គម្រោងចំណែកនៅក្នុងឆ្នាំ 2025 នេះគិតត្រឹមថ្ងៃសុក្រសប្តាហ៍មុនក្រុមប្រឹក្សាសន្តិសុខអភិវឌ្ឍកម្ពុជាបានអនុម័តចំនួន626គម្រោងនិងនៅសល់រយៈពេលប៉ុន្មានថ្ងៃទៀតនេះរំពឹងថានឹងទទួលបានចំនួន4គម្រោងបន្ថែមទៀតដែលធ្វើឲ្យគម្រោងវិនិយោគសរុបនៅក្នុងបំណាច់ឆ្នាំ 2025 មានចំនួន630គម្រោងដែលមានទុនវិនិយោគជាង $10,000 លានសហរដ្ឋអាមេរិកនិងបានបង្កើនការងារជាង 40,000 កន្លែងដែលនេះគឺជាប្រវត្តិសាស្ត្ររបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលមិនធ្លាប់ទទួលបានក្នុងរយៈពេល30ឆ្នាំកន្លងមកនេះអរគុណសម្រាប់ការតាមដានទស្សនាសូមចុច Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតសូមអរគុណ